បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះអេដមាននឹងមកសម្រាយរឿងចែកជូនពុកម៉ែបងប្អូនសម្រាប់បន្តទៀតហើយបាទដោយសារតែនរិននិងរចនានិយាយគ្នាមិនត្រូវទៅធ្វើឲ្យជីវ័នដែលជាបងប្រុសរបស់រចនាចូលខ្លួនមកជួយដោះស្រាយចំនួនអ្នកទាំងពីរថ្មិចបើកព្រះអាទិត្យក៏ចុះអស់ស្ដងគត់ជាថ្មីឯស្បៃរាត្រីក៏គ្របដណ្ដប់ពេញលើផ្ទៃមេឃខណៈដែលអ្នកគ្រប់គ្នាចូលនន្ទ្រាស្កប់ស្កល់អស់ទៅហើយបែរជាមានពន្លឺភ្លើងព្រឹមចេញពីបន្ទប់ម្ចាស់ស្រីនៅក្នុងការដ្ឋានទៅវិញតាមទម្លាប់ដោយសពដងរាល់ពេលដែលមានរឿងមិនសប្បាយចិត្តរចនាតែងតែទូរស័ព្ទទៅបងប្រុសរបស់ខ្លួនជានិច្ចដើម្បីទូលពិតគ្រប់យ៉ាងខ្ញុំទ្រាំមិនបានទេបងប្រុសតាំងពីធំដឹងក្តីមកមិនធ្លាប់មានអ្នកណាតេះដៀខ្ញុំក្នុងចំណោមមនុស្សច្រើនបែបនេះទេស្ងប់អារម្មណ៍សឹងទៅរចនាខ្ញុំស្ងប់អារម្មណ៍ដូចបងនិយាយមិនបានទេខ្ញុំថប់ដង្ហើមស្ទើរស្លាប់ទៅហើយខ្ញុំមិនចង់នៅទីនេះបន្តទៀតទេខ្ញុំទ្រាំនឹងអបិរិនមុខចោលព្រៃម្នាក់នោះមិនបានទៀតឡើយមនុស្សប្រុសស្អីដៀលមនុស្សស្រីកប់មាត់គ្មានចេះទុកមុខឲ្យនារីភេទសោះរចនាស្ដាប់បងសិនធ្វើចិត្តឲ្យត្រជាក់ហើយឈប់បារម្ភពីរឿងនេះទៀតទៅស្អែកនេះបងនឹងឡើងទៅសម្លូតពីប្រលឹមដើម្បីជួយដោះស្រាយបញ្ចប់បញ្ហាមួយនេះទៅចុះការធានាអះអាងរបស់ទិវ័នប្រៀបដូចជាការដកបន្លាចេញពីទ្រូងរបស់រចនាតែវាមិនបានធ្វើឲ្យភ្លើងកំហឹងរលត់ចេញពីក្នុងចិត្តរបស់នាងទាំងស្រុងឡើយក្រោយពីបញ្ចប់ការសន្ទនាជាមួយនឹងបងប្រុសរចនាខំប្រឹងថ្មិចភ្នែកដេកហើយបន់ស្រន់សូមឲ្យថ្ងៃស្អែកឆាប់ចូលមកដល់អាលនឹងនាងបានវិលត្រឡប់ទៅភ្នំពេញវិញព្រោះនាងអស់ការអត់ធ្មត់នឹងអ្នកចិត្តខាងចិត្តកំណាចដូចនាយនរិនម្នាក់នេះហើយថ្ងៃស្អែកឈានចូលមកដល់នៅវេលារសៀលបន្តិចទិវ័នដែលជាបងប្រុសតែមួយគត់របស់រចនាក៏បានធ្វើដំណើរមកដល់បរិវេណការដ្ឋានសន្តាគារនៅលើទឹកដីសំឡូតនៃខេត្តបាត់ដំបងគ្រាន់តែឃើញបងប្រុសរបស់ខ្លួនចុះពីលើឡានភ្លាមរចនាប្រញាប់រត់ទៅទទួលផ្លែតហើយបាននាំផ្លូវបងប្រុសទៅកាន់ចំការនៃស្នាមញញឹមរបស់នរិនយ៉ាងលឿនដោយមិនទុកឱកាសឲ្យទីបនបានសម្រាកដកដង្ហើមបន្តិចណាឡើយរចនានាំផ្លូវទីវ័នចូលទៅក្នុងចំការរបស់នរិនរួចញញឹមចុងបបោមាត់បណ្ដើរព្រោះគិតថាបងប្រុសរបស់ខ្លួនច្បាស់ជាប្រដៅនាយស្វាព្រៃម្នាក់នោះឲ្យបាក់មុខមិនខានផ្ទុយស្រឡះពីការគិតទុកទិដ្ឋភាពនៅក្នុងចំការរបស់នរិននាពេលនេះបែរជាធ្វើឲ្យទាំងនរិនទាំងរចនាបើកភ្នែកធំដោយភាពភ្ញាក់ផ្អើលទៅវិញសត្វចាតើឯងមកដល់ទីនេះតាំងពីអង្កលហ្នឹងទិវ័នបានឧទានសួរដោយភាពស្រឡាំងកាំងក្រោយពីបានឃើញមិត្តសម្លាញ់របស់ខ្លួនម្នាក់ឈ្មោះសត្វចាកំពុងអង្គុយជជែកជាមួយនឹងបុរសម្នាក់ទៀតដែលទិវ័នសន្និដ្ឋានថាច្បាស់ជាម្ចាស់ចំការដែលមានបញ្ហាជាមួយនឹងប្អូនស្រីរបស់ខ្លួនមិនខានថ្លែងពីរចនាឯណោះនាងក៏មានអារម្មណ៍ភ្ញាក់ផ្អើលមិនចាញ់បងប្រុសរបស់ខ្លួនប៉ុន្មានដែរដែលបានឃើញគូចំនួនរបស់នាងកំពុងអង្គុយជជែកគ្នាយ៉ាងស្និទ្ធស្នាលនឹងមនុស្សប្រុសដែលជាមិត្តសម្លាញ់តាំងពីតូចរបស់បងប្រុសខ្លួនភ្លាមនោះសត្វជាក៏បានក្រោកឈរឡើងហើយបានបង្ហាញស្នាមញញឹមស្រស់ដាក់បងប្អូនទាំងពីរនាក់ខណៈដែលនរិនម្ចាស់ចំការនៅអង្គុយស្ងៀមថ្មឹងនិងចងចិញ្ចើមទាំងគូចូលគ្នាដោយក្តីងឿងឆ្ងល់គ្នាទៅតែមកដល់មុននេះបន្តិចដែរហ្នឹងចុះឯងវិញតើខ្យល់អីបក់ឯងនឹងរចនាឲ្យមកដល់ទីនេះដែរសត្វជាបានសួរមកទីបនវិញទំនងជានឹកស្មានមិនដល់ដូចគ្នាថាបានជួបមិត្តសម្លាញ់នៅទីនេះ
ជំនួយការឆ្លើយតបភ្លាមៗនឹងសំណួររបស់សត្វយាទីវ័នបាជាប្រាប់អូនស្រីរបស់ខ្លួនឲ្យត្រឡប់ទៅការដ្ឋានវិញរចនាត្រឡប់ទៅការដ្ឋានវិញចុះទុករឿងនេះឲ្យបងជាអ្នកដោះស្រាយខ្ញុំសុំនៅអង្គុយស្ដាប់ម្នាក់ផងព្រោះមិនទុកចិត្តមនុស្សខ្លះខ្លាចគេនិយាយបំផ្លើសយករួចខ្លួនម្យ៉ាងខ្ញុំក៏ចង់ដឹងថាបញ្ហានេះនឹងបញ្ចប់ដោយរបៀបណាដែររចនានិយាយទៅកាន់បងប្រុសរបស់ខ្លួនប៉ុន្តែលួចដៀងភ្នែកសម្លឹងទៅកាន់នរិនរហូតទោះបីយ៉ាងណាភក្តីម្ខាងទៀតបន្តរក្សាទឹកមុខស្មើហើយមិនបានអើពើសម្លឹងមករករចនាវិញសោះហាក់ដូចជានាងគ្មានវត្តមាននៅទីនោះឡើយត្រឡប់ទៅវិញទៅចាំដោះស្រាយហើយយ៉ាងម៉េចសម្បងប្រាប់ឲ្យដឹងតែបើឯងនៅតែចចេះបងនឹងចេញទៅក្រៅហើយទុកឲ្យឯងជាអ្នកដោះស្រាយបញ្ហានេះហើយណាពាក្យគំរាមរបស់ទិវ័ននៅពេលនេះធ្វើឲ្យរចនារកពាក្យអ្វីមកប្រកែកបន្តទៀតមិនបានដូច្នេះនាងក៏បង្ខំចិត្តត្រឡប់ទៅការដ្ឋានវិញទាំងមិនអស់ចិត្តទាំងនៅខ្នាញ់នឹងនាយនរិនដែលបញ្ចេញរឹកពីឆ្មាំងឆ្មៃដូចមានតែឯងនៅលើលោកនេះក្រោយពេលដែលរចនាចេញផុតបន្តិចការសន្ទនារវាងទិវ័ននិងសត្យាក៏បានបន្តហើយទិវ័នក៏មិនភ្លេចរាក់ទាក់ទៅកាន់នរិនដែលជាម្ចាស់ចំការនៅជាប់របងនឹងការដ្ឋានរបស់ខ្លួនផងដែរបើតាមខ្ញុំស្មានមិនខុសលោកឈ្មោះនរិនជាម្ចាស់ចំការនៅទីនេះដែលមានបញ្ហាជាមួយនឹងការដ្ឋានរបស់ខ្ញុំតើមែនឬទេទីវ័នសួរទៅកាន់នរិនដែលកំពុងក្រោកពីកៅអីដើម្បីរាក់ទាក់តបមកទីវ័នវិញត្រឹមត្រូវហើយចំការនេះជារបស់ខ្ញុំនរិនឆ្លើយតបមកទីវ័នវិញប៉ុន្តែទឹកដមសំនៀងរបស់គាត់ហាក់មិនសូវតានតឹងដោយពេលសន្ទនាជាមួយនឹងរចនាឡើយនិយាយអញ្ចឹងគម្រោងសន្តាគារថ្មីនៅបាត់ដំបងដែលឯងបានប្រាប់ខ្ញុំកាលពីលើកមុនតាមពិតទៅគឺនៅសំឡូតនេះឬសច្ចាបានសួរទៅទិវ័នបន្តក្រោយពេលដែលនរិនបានបញ្ចប់ប្រយោគរបស់ខ្លួនរួចមែនហើយដីនៅជោបនេះគឺជាដីដែលក្រុមហ៊ុនរបស់ខ្ញុំបានទិញដើម្បីសាងសន្តាគារថ្មីប៉ុន្តែឥឡូវនេះទៅតែបានបុកគ្រឹះប៉ុណ្ណោះក៏ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្នទីវ័ននិយាយមកដល់ត្រឹមនេះក៏ស្រាប់តែអសម្ដីពាក់កណ្ដាលទីហើយរេភ្នែកសម្លឹងទៅនរិនទាំងអារម្មណ៍ក្រែងចិត្តរឿងនឹងនរិនបាននិយាយប្រាប់គ្នារួចអស់ហើយមានបញ្ហានឹងគ្នាចុះឡើងទៅដឹងថាសុទ្ធតែជាគ្នាឯងសោះសត្យានិយាយបណ្ដាយកដៃម្ខាងមកទះស្មាទីវ័នបណ្ដាឯដៃម្ខាងទៀតយកទៅទះស្មានរិនដែលកំពុងឈរនៅមិនឆ្ងាយពីទីវ័នឡើយខ្ញុំសុំទោសពិតមែនណាលោកនរិនខ្ញុំមិននឹកស្មានតតែសោះថាមនុស្សរបស់ខ្ញុំបង្កការរំខានដល់អ្នកជិតខាងដល់ថ្នាក់ហ្នឹងលោកត្រូវការឲ្យខ្ញុំប៉ះប៉ៅឬសងការខូចខាតអ្វីខ្លះលោកប្រញាប់ប្រាប់ភ្លាមមកខ្ញុំនឹងចាត់ការគ្រប់យ៉ាងជូនភ្លាមទីវ័ននិយាយទៅកាន់នរិនដោយសម្ដីទន់ភ្លន់ខណៈដែលនរិនក៏កំពុងសម្លឹងមកទីវ័នវិញដោយកែវភ្នែកស្រទន់ដូចគ្នាគឺខុសស្រឡះពីកែវភ្នែកដែលអ្នកកំឡោះសម្លឹងមើលទៅរចនាមិនអីទេលោកទីវ័នតាមពិតទៅរឿងនេះក៏មិនមែនជាបញ្ហាធំដុំអ្វីពេកដែរគ្រាន់តែមនុស្សរបស់លោកមិនចេះបង្រួមបញ្ហាតែបែរជាពង្រីកបញ្ហាឲ្យកាន់តែធំជាងមុនទៅវិញនរិនឆ្លើយតបមកទីវ័នវិញមនុស្សរបស់ខ្ញុំដែលលោកសំដៅទៅដល់គឺមេការនៅក្នុងការដ្ឋានរបស់ខ្ញុំឬប្អូនស្រីរបស់ខ្ញុំទាំងពីរនាក់ហ្នឹងទាំងប្អូនស្រីរបស់លោកទាំងពូមេការសុទ្ធតែមិនចេះនិយាយហេតុផលឲ្យបានស្រួលបួលនិយាយគ្នាមិនតន់ទាំងដឹងរឿងអ្វីផងអាងជះលុយអាងប្រឹងបកតើលោកចង់ឲ្យខ្ញុំយល់ព្រមបញ្ចប់បញ្ហាបានដោយរបៀបណាទៅការបកស្រាយរបស់នរិនបានធ្វើឲ្យភាពតានតឹងរសាយចេញអស់ពីក្នុងទ្រូងរបស់ទិវ័នព្រោះបើស្ដាប់តាមការរៀបរាប់របស់នរិនបញ្ហាមួយនេះ
ហាក់មិនលំបាកនឹងបញ្ចប់ដោយការអះអាងរបស់ពលរដ្ឋានិងរចនាឡើយទន្ទឹមនឹងនេះទីវ័នក៏ហួសចិត្តមិនស្ទើរដែរចំពោះប្អូនស្រីរបស់ខ្លួនដែលខ្លួនខំប្រឹងបណ្ដោះបណ្ដាលដោយផ្ទាល់ដៃអស់រយៈពេលជាច្រើនខែប៉ុន្តែគ្រាន់តែមកចាត់ចែងការងារជំនួសខ្លួន2ថ្ងៃប៉ុណ្ណោះបែរជាធ្វើឲ្យរឿងគ្រប់យ៉ាងត្របូកត្របល់ដល់ថ្នាក់នេះរវល់តែនិយាយគ្នាខ្ញុំផ្លេចអញ្ជើញលោកឲ្យអង្គុយចុះឲ្យឈឹងសូមទោសលោកទីវ័នអញ្ជើញអង្គុយចុះសិនមកសូមជជែកគ្នាបន្តទៀតសាក់យកទឹកត្រជាក់មួយកែវមកជូនលោកទីវ័នពិសាផងនរិនបានអញ្ជើញទីវ័នឲ្យអង្គុយចុះនិងបានប្រាប់មនុស្សចំណិតរបស់ខ្លួនឲ្យយកទឹកមកជូនទីវ័នអ្នកទាំងពីរនរិនសត្យានិងទីវ័នបានអង្គុយចុះព្រមគ្នាមុនពេលដែលទីវ័នចាប់ផ្ដើមនិយាយទៅកាន់នរិនបន្តទំនងក្នុងនៃសម្របសម្រួលដើម្បីបញ្ចប់បញ្ហាថ្លែងពីរចនាឯណោះដោយសាររយៈពេល2-3ថ្ងៃដែលនាងមកដល់ការដ្ឋាននៅសំឡូតនេះនាងពុំសូវបានសម្រាប់ស្កប់ស្កល់ឡើយតែនៅពេលដែលមកដល់ផ្ទះស្នាក់វិញនាងក៏បានតម្រេកខ្លួនលេងនៅលើក្រែហើយក៏ដេកលង់លក់ដោយមិនដឹងខ្លួនរចនាចាំមិនច្បាស់ថានាងបានដេកលក់អស់រយៈពេលប៉ុន្មានម៉ោងឡើយនាងដឹងត្រឹមថានាពេលដែលនាងដឹងខ្លួនមកវិញមេឃរៀងងងឹតទៅហើយរចនាក៏រូតរះក្រោកចេញពីគ្រែហើយចុះទៅខាងក្រោយផ្ទះដើម្បីបរិភោគអាហារពេលល្ងាចជាពិសេសទៅជួបនឹងបងប្រុសរបស់នាងដើម្បីសួរនាំអំពីរឿងបញ្ហាជាមួយនឹងអ្នកជាប់របងថាបានដោះស្រាយដល់ណាដល់ណីហើយអ្នកនាងរចនាអញ្ជើញពិសាបាយម្ហូបខ្ញុំទៅនឹងធ្វើឆ្អិនថ្មីនៅក្តៅល្អណាស់មីងទេវីពិតជាដឹងចិត្តរបស់រចនាមែនគ្រាន់តែឃើញនាងចុះដើរពីលើជណ្ដើរមិនតាន់ដល់ខាងក្រោមផងគាត់ក៏លើកម្ហូបពេលល្ងាចមករងចាំនាងជាស្រេចមិនឲ្យនាងលំបាកអង្គុយរងចាំគាត់ឡើយរចនានិងមីងទេវីបានដើរតម្រង់ទៅរកតុក្រោមផ្ទះព្រមគ្នាដោយមីងទេវីជាអ្នកកាន់ថាម្ហូបនិយាយអញ្ចឹងបងទីវ័នកំពុងមើលការដ្ឋាននៅខាងមុខផ្ទះមែនឬទេមីងចុះគាត់បានពិសាបាយហើយឬនៅរចនាសួរទៅមីងទេវីខណៈកំពុងបន្ទន់ខ្លួនអង្គុយនៅលើតុបាយអូលោកប្រុសទីវ័នត្រឡប់ទៅសៀមរាបវិញតាំងពីម៉ោង4ម្លេះលោកប្រុសថាឃើញអ្នកនាងនឹងត្រៀលក់ស្រួលតែមិនរំខានក៏បានចេញរថយន្តត្រឡប់ទៅវិញតែម្ដងទៅមិញបានខត់លោកប្រុសអត់ស្នាក់នៅទីនេះមួយយប់ដែរប៉ុន្តែគាត់មិនព្រមសោះមើលទៅបងប្រុសម្នាក់នេះប្រហែលជានឹកប្រពន្ធនិងកូនរបស់គាត់ខ្លាំងហើយទើបទ្រាំសម្រាកនៅទីនេះមួយយប់មិនបានហើយសុខចិត្តចេញទៅវិញទាំងល្ងាចបែបហ្នឹងរចនាបញ្ចប់ប្រយោគរបស់ខ្លួនដោយសំឡេងសើចក៏ក្រឹកតិចនៅដើមកខណៈដែលមីងទេវីកំពុងរៀបចំដួសបាយដាក់ចានឲ្យខ្លួនរចនាក៏បានសួរនាំទៅកាន់មីងទេវីបន្តនិយាយអញ្ចឹងស្អែកនេះខ្ញុំត្រូវចេញដំណើរពីព្រឹកព្រលឹមដំបងខ្ញុំមិនចង់រំខានមីងទេប៉ុន្តែដោយសាររសជាតិបបរគ្រឿងដែលមីងធ្វើឲ្យខ្ញុំហូបព្រឹកមិញគឺពិតជាឆ្ងាញ់ខ្លាំងណាស់ទើបខ្ញុំចង់រំខានមីងឲ្យជួយធ្វើឲ្យខ្ញុំហូបនៅព្រឹកស្អែកនេះមួយដងទៀតតើបានឬទេមីងចាប្រកាសជាបានព្រោះមីងទម្លាប់ក្រោកតាំងពីម៉ោង4ទៀបភ្លឺរៀងរាល់ថ្ងៃស្រាប់ហើយប៉ុន្តែថ្ងៃស្អែកនេះអ្នកនាងតូចរចនាមានការទៅណាដែរទើបត្រូវចេញដំណើរទាំងព្រឹកព្រលឹមបែបនេះគឺខ្ញុំត្រឡប់ទៅភ្នំពេញវិញនៅថ្ងៃស្អែកនេះមកសំឡូត2ថ្ងៃនេះខ្ញុំនឹកផ្ទះរបស់ខ្ញុំពេញទំហឹងហើយជាពិសេសនឹកម្ហូបដែលជាស្នាដៃម៉ាក់របស់ខ្ញុំតែម្ដងរចនានិយាយដោយអំណរដែលខ្លួនបានត្រឡប់ទៅផ្ទះវិញបែបនេះទៅភ្នំពេញវិញចាតើមានបញ្ហាអ្វីមែនឬទេអ្នកមីងបើអ្នកនាងត្រឡប់ទៅវិញបាត់ចុះបញ្ហានៅទីនេះលោកទិវ័នចាត់ឲ្យនរណាមកដោះស្រាយបន្តសំណួរមីងទេវីធ្វើឲ្យរចនាបើកភ្នែកធំដោយភាពស្រឡាំងកាំងនិងប្រញាប់សួរបកទៅគាត់វិញយ៉ាងលឿនដោះស្រាយបន្តអ្វីទៅមីងខ្ញុំដូចជាស្ដាប់មិនយល់សោះ
ចុះក្រោយការពីថ្ងៃរសៀលបងតិវ័នបានមកដោះស្រាយបញ្ហាជាមួយនឹងអត្តបិស្វានឹងហើយគឺអាលោកនរិននោះរួចហើយតើមែនឬទេនៅទេអ្នកនាងបញ្ហានៅពុំទាន់បានដោះស្រាយរួចទេមិនទាន់ដោះស្រាយរួចទេបើពុំទាន់ដោះស្រាយរួចទេហេតុអ្វីបងតិវ័នត្រឡប់ទៅវិញចុះគាត់មានបាននិយាយអ្វីមុននឹងចាក់ចេញដែរឬទេមីងមានគឺគាត់បានផ្ដាំមកថានិយាយដល់ត្រឹមនេះមីងទេវីស្រាប់តែអេះអញហាក់ស្ទាក់ស្ទើរនឹងស្រដីបន្តគាត់ផ្ដាំយ៉ាងម្ដេចខ្លះមីងប្រញាប់ប្រាប់ខ្ញុំឲ្យលឿនមកមីងនៅអេះអញយូរបែបនេះខ្ញុំគៀងបេះដូងស្លាប់ឥឡូវហើយពុំតាន់ស្លាប់ឥឡូវនេះអីអ្នកនាងបើអ្នកនាងស្លាប់បាត់តើបាននរណានៅចាំបើកប្រាក់ខែឲ្យពួកខ្ញុំទៅរចនាស្រែកកំហកដាក់ទៅមីងទេវីវិញនេះជាលើកទី1ហើយដែលរចនាជ្រុលមុតដំឡើងសំឡេងដាក់មនុស្សចាស់បែបនេះលោកប្រុសទីវ័នផ្ដាំមកថាអ្នកនាងគឺជាអនាគតអ្នកគ្រប់គ្រងនៅទីនេះដូច្នេះបញ្ហានៅទីនេះអ្នកនាងត្រូវតែរកវិធីដោះស្រាយដោយខ្លួនឯងគាត់មិនលូកដៃចូលជ្រៀតជ្រែកកិច្ចការរបស់អ្នកនាងឡើយគាត់និយាយបែបនេះមែនឬមីងនេះបងទីវ័នគិតអីហ្នឹងទៅលេងដៃពីការងារហើយទុកខ្ញុំចោលតែម្នាក់ឯងបែបនេះរឿងនេះមីងក៏មិនច្បាស់ដូចគ្នាមីងនិយាយតាមតែអ្វីដែលលោកប្រុសតិវ័នប្រាប់មកដែរទេពាក្យសម្ដីរៀបរាប់របស់មីងទេវីធ្វើឲ្យរចនាលេបបាយល្ងាចមួយពេលនេះមិនចូលឡើយទោះបីសម្លកកោក្តៅក្តៅដែលមីងទេវីបានចំអិនរួចក្លិនឈ្ងុយជាប់ច្រមុះយ៉ាងណាក៏ដោយរចនាបានរត់ឡើងទៅលើផ្ទះវិញយ៉ាងលឿនដោយមិនខ្វល់អំពីសម្លេងស្រែកខត់របស់មីងទេវីរឿងដំបូងដែលរចនាប្រញាប់ធ្វើមុនគេគឺចុចទូរស័ព្ទទៅបងប្រុសរបស់នាងប៉ុន្តែតិវ័នមិនបានលើកទូរស័ព្ទរបស់នាងឡើយនាងព្យាយាមចុចហាម្ដងហើយម្ដងទៀតក៏នៅគ្មានអ្នកណាលើកទទួលដែររចនាសម្លឹងមើលលេខទូរស័ព្ទរបស់បងប្រុសទាំងចិត្តក្តៅដោយបាយពុះព្រមមិននឹកស្មានថាបងប្រុសម្នាក់នេះបែរជាដាច់ចាប់ទុកឲ្យនាងនៅប្រឈមមុខតែម្នាក់ឯងនឹងមនុស្សប្រុសដែលលំបាកនិយាយស្ដាប់គ្នាដូចជានរិនសោះឈានចូលមកដល់ថ្ងៃថ្មីព្រះសូរិយាក៏ចាប់ផ្ដើមបញ្ចេញរស្មីគ្របបណ្ដប់លើដែនដីពិសិដ្ឋនាពេលព្រឹកព្រលឹមដំណក់ទឹកសន្សើមស្រក់លើស្រទាប់កាមលីបានជួយលើកសម្រស់បុប្ផាឲ្យកាន់តែស្រស់ញញឹមជាងមុនស្រីតូចរចនាដែលធ្លាប់តែកេងស្រមុករហូតដល់ថ្ងៃរះលើចុងត្នោតក៏ត្រូវបង្ខំចិត្តក្រោកពីព្រលឹមដោយសារសំឡេងមន់រងាវគូផ្សំនឹងពន្លឺព្រះអាទិត្យដែលជះចូលមកតាមចន្លោះបង្អួចហើយចែងចាំងមកលើផ្ទៃមុខរបស់នាងកាយស្រលូនពុតពេនរាងកាយរួចក៏ក្រោកពីក្រែទៅបើកបង្អួចដើម្បីស្រូបយកខ្យល់អាកាសនាពេលព្រឹកព្រលឹមក្រែងអាចជួយឲ្យអារម្មណ៍របស់នាងបានធូរស្បើយពីភាពតប់ប្រមល់ខ្លះគ្រាដែលស្រីតូចបើកបង្អួចភ្លាមកែវភ្នែកស្រីប្រទាក់នឹងកែវភ្នែកមុតថ្លារបស់មនុស្សដែលនាងមិនចង់ជួបមុនគេបង្អស់ពេលឃើញវត្តមានកំឡោះនរិនដែលកំពុងឈរធ្វើអ្វីក៏មិនដឹងនៅក្បែររបងផ្ទះបែបនេះអារម្មណ៍ដែលរចនាចង់គយគន់ទេសភាពនៅពេលព្រឹកព្រលឹមទាំងអំបាលម៉ានក៏រលាយបាត់អស់រលីងរចនាសម្លក់មុខនាយនរិនបន្តិចមុននឹងបិទបង្អួចលន់ឬសូរក្រាំងធ្វើឲ្យមីងទេវីដែលយកអាហារពេលព្រឹកមកទុកឲ្យនាងនៅខាងក្រោមផ្ទះភ្ញាក់បាសដៃបាសជើងសូម្បីតែកូនឆ្កែរងពណ៌ត្នោតដែលឈរក្បែរនរិនភ្ញាក់នឹងសំឡេងបិទទ្វាររបស់នាងដែរផ្ទុយទៅវិញកំឡោះនរិនបែរជាគ្មានប្រតិកម្មអ្វីសោះនឹងសំឡេងក្ដុងក្ដាំងដែលបង្កឡើងដោយរចនាហើយថែមទាំងលួចញញឹមចុងមាត់នឹងបានដៀងភ្នែកសម្លឹងទៅកាន់បង្អួចស្នាក់របស់រចនាហាក់កំពុងបង្កនៅគំនិតលាក់បំបាំងអ្វីម្យ៉ាងដែលគេមិនអាចបានស្មានបានថាជាបំណងអ្វីឲ្យប្រកបថ្លែងពីរចនាឯណោះក្រោយពីបានបិទទ្វារបង្អួចលន់សើរឿងជួយក៏ក្រើកអស់ព្រឹត្តិពីររួចហើយនាងក៏ងាកមករអ៊ូងើតែម្នាក់ឯងទាំងចង់ចិញ្ចើមចូលគ្នាឯមុខក៏ឡើងក្រហមដោយអារម្មណ៍ខឹងពេញក្នុងខួរក្បាលអាគាត់ររិនស្អីគេនោះតើខ្វះកន្លែងឈួនណាស់ឬ
កន្លែងមួយគំនោមិនទៅឈរហេតុអ្វីមកឈរក្បែរមាត់របងនេះទៅវិញរចនានិយាយបណ្ដើបោះចំហៀនដើរចូលទៅក្នុងបន្ទប់ទឹកបណ្ដើដើម្បីងូតទឹកសម្អាតខ្លួនក្រោយពីងូតទឹកនិងរៀបចំខ្លួនរួចរាល់ហើយរចនាក៏បានដើរចុះទៅខាងក្រោមដើម្បីស្រស់ស្រូបបបរពេលព្រឹកដែលខ្លួនបានផ្ដាំមីងទេវីឲ្យចំអិនតាំងពីម្សិលមិញរចនាដើរចុះជណ្ដើរស្ទើរមិនត្រង់ជើងឡើយព្រោះកាលពីល្ងាចមិញនាងពុំបានហួសអ្វីចូលពោះឡើយអ្វីដែលសំខាន់គូចំនួនស៊ីសាច់ហត់ឈាមរវាងនាងនៅពុំតន់ដើរចេញទៅណាឆ្ងាយពីមាត់របងនោះទេរចនាមិនបងអង្គយូរក៏ឆ្លៀតបង្ហើបប្រយោគមួយឃ្លាទៅតាមខ្យល់ក្រែងអាចរំសាយអារម្មណ៍តានតឹងបានខ្លះអូបាត់ដំបងបណ្ដោចិត្តខ្ញុំអើយអ្នកគួរឲ្យចង់រស់នៅណាស់ទេសភាពក៏ស្អាតខ្យល់អាកាសក៏បរិសុទ្ធបរិយាកាសស្រស់ស្រាយប៉ុន្តែហេតុអ្វីក៏មានស្វាវង្វេងព្រៃរត់មកធ្វើបាបអ្នកស្រុកអ្នកភូមិបែបនេះរចនាមិនសង្ឃឹមថាប្រយោគមួយឃ្លានេះនឹងឮដល់ត្រចៀករបស់នាយនរិនឡើយព្រោះអ្នកកំឡោះនៅតែគ្មានប្រតិកម្មអ្វីសោះហើយគិតតែពីរលើកធំទឹកយកទៅស្រោចការដែលគាត់ដាំក្បែររបងហាក់មិនបានឮអ្វីដែលនាងនិយាយមុននេះឡើយអាកប្បកិរិយារបស់នរិននៅពេលនេះធ្វើឲ្យរចនាកាន់តែខ្នាញ់និងនាយថែមមួយកម្រិតទៀតនាងប្រញាប់ចុះពីជណ្ដើរទាំងទន្ទ្រាំជើងយ៉ាងខ្លាំងរហូតចុះមកដល់ដីហើយក៏នាងនៅតែមិនតន់ឈប់ទន្ទ្រាំជើងដែររចនារៀបនឹងដើរចូលទៅក្រោមផ្ទះទៅហើយតែក៏ត្រូវអដំណើរភ្លាមក្រោយពីបានស្ដាប់ឮប្រយោគដែលបន្តចេញពីមាត់របស់អ្នកជប់របងអូអាត្នោតអើយហេតុអ្វីក៏ឯងមកទន្ទ្រាំជើងហើយធ្វើមាត់សំប៉ែតដូចទាបែបនេះខ្ញុំដឹងថាឯងចង់ចាកចេញពីទីនេះណាស់ប៉ុន្តែវាសនារបស់ឯងគឺត្រូវមកជាប់បំណុលកម្មជាមួយនឹងខ្ញុំច្រើនទៀតដូច្នេះមុននឹងរត់គេចត្រូវតែប្រញាប់ទូទាត់សងខ្ញុំឲ្យអស់ជាមុនសិនក្រែងលោសងមិនអស់អាចនឹងត្រូវទូទាត់បន្ថែមនៅជាតិក្រោយទៀតអ្នកកំឡោះមិនគ្រាន់តែនិយាយថែមទាំងសាច់បញ្ឈឺរចនាទៀតជាហេតុធ្វើឲ្យនាងកាន់តែខឹងឈួលខ្លាំងឡើងស្រីតូចមិនបងអង្គយូរក៏ប្រញាប់ឆ្លើយតបទៅវិញភ្លាមដោយសម្ដីត្រគោះបោះបោកជាងពេលណាទាំងអស់ខ្យល់អើយខ្យល់កុំសូវបានសម្ដីពេកប្រយ័ត្នថ្ងៃណាមួយឆ្លក់ទឹកមាត់ដេកស្លាប់នៅក្បែររបងនឹងទៅវើយស្រដីចប់ភ្លាមស្រីតូចរចនាក៏ប្រញាប់ដើរចូលទៅខាងក្រោមផ្ទះដើម្បីស្រស់ស្រូបអាហារពេលព្រឹកដោយមិនខ្ចីងាកទៅមើលមុខរបស់នរិនសំបីបន្តិចណាឡើយរបងដែលខណ្ឌចែករវាងការដ្ឋានរបស់នាងនិងដីចម្ការរបស់នរិនគឺជារបងឈើដែលមានកម្ពស់ត្រឹមស្មាមនុស្សធំប៉ុណ្ណោះដូច្នេះហើយវាមិនមែនជារឿងលំបាកឡើយសម្រាប់ឲ្យអ្នកទាំងពីរបង្កើតជួបភ្លៀងពាក្យសម្ដីដាក់គ្នាទៅវិញទៅមកតាមពិតទៅសន្តាគាររបស់រចនាក៏មានគម្រោងសាងសង់របងថ្មខ្ពស់ផងដែរប៉ុន្តែដោយសារមានបញ្ហាទំនាស់ជាមួយនឹងនរិនមិនទាន់ដោះស្រាយរួចទើបមិនអាចសាងសង់អ្វីបន្តទៀតបានបើតាមចិត្តខឹងម្លេះរចនាប្រហែលជាលេបបបរពេលព្រឹកដែលមិញទេវីធ្វើឲ្យនាងមិនចូលទេប៉ុន្តែដោយសារកាលពីយប់មិញនាងមិនបានហួសអ្វីសោះទើបអារម្មណ៍ឃ្លៀងខ្លាំងនៅពេលនេះបានបង្ខំឲ្យនាងដួសហត់រហូតត្រូវផ្អាកការខឹងសិនបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចហើយរចនាក៏បានឡើងទៅលើផ្ទះស្នាក់វិញរឿងដំបងគេដែលនាងប្រញាប់ធ្វើគឺសាកល្បងហៅទូរស័ព្ទទៅទីវ៉ាន់សាជាថ្មីព្រោះរហូតមកដល់ពេលនេះនាងនៅពុំទាន់យល់សោះអំពីមូលហេតុដែលទីវ៉ាន់មិនព្រមដោះស្រាយបញ្ហាឲ្យរួចស្រេចទាំងដែលគាត់ខំប្រឹងធ្វើដំណើរផ្លូវឆ្ងាយឡើងរាប់រយគីឡូម៉ែត្រទីបំផុតបងប្រុសជាទីស្រឡាញ់ក៏យល់ព្រមលើកទូរស័ព្ទគ្រាន់តែទីវ៉ាន់លើកទទួលភ្លាមរចនាប្រញាប់សួរនាំផ្លេតហាក់មិនទុកឱកាសឲ្យបងប្រុសបានដកដង្ហើមសិនឡើយបងទីវ៉ាន់ហេតុអ្វីបងក៏ហក់ខ្ញុំបែបនេះរចនាឯងនិយាយស្អីគ្មានក្បាលកន្ទុយអីចឹងតើបងទៅកុហកឯងរឿងស្អីកុំមកធ្វើជាមិនដឹងរឿងឲ្យសោះម្សិលមិញនេះបងអះអាងនឹងខ្ញុំច្បាស់ណាស់ថា
បងនឹងដោះស្រាយរឿងនេះឲ្យរួចរាល់ចុះហេតុអ្វីក៏បងទុកខ្ញុំចោលតែម្នាក់ឯងទាំងមិនតាន់ដោះស្រាយបញ្ហាបែបនេះនរណាថាបងទុកឯងចោលឲ្យនៅតែម្នាក់ឯងក្រែងនៅទីនោះមានពូរដ្ឋាមីងទេវីនិងកម្មករច្រើនអ្នកដែរតើបងទីវ័នខ្ញុំមិនកំ pl ែងជាមួយនឹងបងទេណាបងក៏មិនបានកំ pl ែងលេងជាមួយនឹងឯងដូចគ្នាទីវ័នកំហកមករចនាវិញដោយផ្លាស់ប្ដូរសំឡេងពីទន់ភ្លន់មកជាមើងម៉ាត់ហាក់បង្ហាញឲ្យឃើញថាខ្លួនមិនបាននិយាយលេងដាក់ប្អូនស្រីឡើយរចនាកុំភ្លេចឲ្យសោះថាឯងក៏មានឋានៈជាអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់នៅក្នុងក្រុមហ៊ុនដែរត្រឹមតែដំណោះតូចតាចជាមួយនឹងអ្នកជិតខាងក៏ឯងមិនខំប្រឹងស្វែងរកវិធីដោះស្រាយផងតើថ្ងៃខាងមុខឲ្យប៉ានិងបងសង្ឃឹមលើឯងបានដោយរបៀបណាទៅចំពោះរចនានេះជាលើកទី1ហើយដែលនាងត្រូវបងប្រុសនិយាយដាក់ដោយសម្ដីខ្លាំងៗបែបនេះជាហេតុធ្វើឲ្យនាងទម្លាក់ទឹកមុខចុះដោយភាពស្រពប់ស្រពោនមួយរំពេចអ្វីដែលទីវ័ននិយាយគឺមិនខុសឡើយនៅថ្ងៃអនាគតនាងនឹងមានការទទួលខុសត្រូវកាន់តែធំនិងកាន់តែសំខាន់ចំពោះអាជីវកម្មគ្រួសារដែលតម្រូវឲ្យនាងមានសមត្ថភាពជាងនេះប៉ុន្តែចំពោះស្ថានភាពក្នុងពេលបច្ចុប្បន្នគឺនាងពិតជាត្រូវការជំនួយពីបងប្រុសខ្លាំងណាស់តែគ្មានស្គាល់អីទេរចនាបងនិយាយជាមួយនឹងលោកនរិនរួចហើយប៉ុន្តែគាត់នឹងយល់ព្រមបញ្ចប់បញ្ហាហើយអនុញ្ញាតឲ្យការដ្ឋានដំណើរការឡើងវិញលុះត្រាតែឯងយល់ព្រមសុំទោសគាត់ដោយផ្ទាល់មាត់ប៉ុណ្ណោះសុំទោសខ្ញុំនេះឬដែលត្រូវទៅសុំទោសអាតបៈព្រៃម្នាក់នោះហេតុអ្វីខ្ញុំខ្លាចជាអ្នកខុសតែម្នាក់ឯងទៅវិញព្រោះឯងជាអ្នករករឿងគេមុនកុំស្មានបងមិនដឹងអីសោះថាឯងបានទៅនិយាយស្ដីផ្ដេសផ្ដាសនឹងបំបាក់មុខគេក្នុងចំណោមមនុស្សយ៉ាងណាខ្លះបញ្ហាមួយដោះស្រាយមិនទាន់រួចស្រួលបួលផងទៅបន្ថែមបញ្ហាមួយទៀតបងគួរតែកាត់ប្រាក់ខែរបស់ឯងទៅត្រឹមត្រូវកាត់ប្រាក់ខែខ្ញុំអត់ទេណាបងឲ្យជំរើសពីរទៅឯងជំរើសទី1ឯងត្រូវតែទៅសុំទោសលោកនរិនរួចគ្រប់យ៉ាងដើម្បីឲ្យគាត់យល់ព្រមលើកលែងទោសឲ្យឯងនឹងដកពាក្យបណ្ដឹងវិញឯជំរើសទី2គឺអ្វីទៅបងទីវ័ននិយាយមិនតាន់ផុតពីមាត់ស្រួលបួលផងរចនាក៏ប្រញាប់និយាយកាត់ភ្លាមជំរើសទី2តាមចែកចង់រហូតដល់លោកនរិនស្រឡាញ់ឯងទៅពេលនោះបញ្ហាគ្រប់យ៉ាងនឹងចប់សពគ្រប់ជាស្ថាពរបងទីវ័នបងនិយាយស្អីហ្នឹងបណ្ដាលជំរើសទាំងពីរនេះឯងត្រូវតែរើសយកមួយជាដាច់ខាតទីវ័ននិយាយដាក់សម្ពាធលើប្អូនស្រីរហូតដល់នាងក្រពុលមុខបណ្ដាជំរើសទាំងពីរនេះនាងសុទ្ធតែមិនចង់រើសទាំងអស់ព្រោះទោះបីរើសមួយណាក៏ឃើញថានាងជាអ្នកចាញ់គ្រប់ច្រកទីវ័នស៊ូបញ្ជាក់ម្ដងទៀតក្រោយពីមិនឃើញប្អូនស្រីឆ្លើយតបអ្វីមកវិញយ៉ាងម៉េចហើយតើឯងសម្រេចចិត្តហើយឬនៅថាគួររើសយកជំរើសមួយណាខ្ញុំនឹងទៅសុំទោសនាយម្នាក់នោះយល់ព្រមបងសង្ឃឹមថាឯងមិនបង្ករឿងឲ្យកាន់តែវឹកវរជាងមុនទៅចុះបងរងចាំដំណឹងល្អពីឯងប៉ុណ្ណឹងសិនចុះគ្រាន់តែទម្លាក់ទូរស័ព្ទចុះភ្លាមរចនាក៏លោតបោកខ្លួនទៅលើក្រែមួយទំហឹងរួចធ្វើឲ្យខ្លួនប្រកាច់ប្រកិនព្រោះតូចចិត្តនឹងវាសនាដែលតម្រូវឲ្យនាងដើរខ្សែក្រោមមនុស្សដែលនាងស្អប់តែក៏គ្មានជំរឿអ្វីផ្សេងក្រៅពីសម្របតាមស្ថានភាពរចនាដេកយំពេលបត់ដោយកូនទានៅលើពូករួចស្រមៃដល់រូបភាពដែលនាងទៅសុំទោសមនុស្សដែលនាងស្អប់គ្រាន់តែគិតក៏នាងចង់ស្រែកឲ្យបែកផែនដីដែររចនាជាក្មេងគោរពចាស់ទុំណាស់ប៉ុន្តែមិនដឹងយ៉ាងម៉េចពេលជួបមុខនរិននាងបែរជាបង្ខំចិត្តអនលំតូនដាក់គាត់ដូចធ្វើដាក់អ្នកដតីមិនបានសោះប្រហែលមកពីនាងនិងគាត់មានកម្មក្រាស់ដែលសនគ្នាមិនតាន់អស់កាលពីជាតិមុនមកទេដឹងទៅគ្រាន់តែឃើញមុខគ្នាភ្លាមក៏មានរឿងឆ្លោះធ្វើឲ្យស្អប់មុខនិងមិនចង់ជួបគ្នាដូចពេលនេះរចនាគិតមិនយល់តតែសោះថាហេតុអ្វីក៏នាងស្អប់នរិនខ្លាំងដល់ថ្នាក់ហ្នឹងទោះយ៉ាងណាក្នុងពេលឥឡូវនេះនាងត្រូវតែបង្ខំចិត្តយកពាក្យស្អប់
ទៅទុកមួយឡែកសិនហើយងាកមកគិតដល់ការងារធំនិងអនាគតបុគ្គលិករាប់សិបនាក់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាងវិញប្រសិនបើនាងនៅតែធ្វើរឹកពីឆ្មើងឆ្មៃដាក់នរិនបែបនេះទោះបី100ឆ្នាំទៅមុខទៀតក៏សន្តាគារថ្មីរបស់នាងមិនអាចបើកដំណើរការបានដែរអរចនាអើយរឿងតែមួយគត់ដែលនាងអាចធ្វើបាននៅពេលនេះគឺមានតែទ្រាំសំទោសអាតបៈស្វាព្រៃនោះប៉ុណ្ណោះបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទរឿងនឹងក៏មកដល់ទីបញ្ចប់បាទអេដមីនសម្រាប់ទៅមានលើលួសខ្វះខាតត្រង់ចំណុចណាសូមពុកម៉ែបងប្អូនខន្តីអភ័យទោសនិងជួយគាំទ្រជួយចុច Subscribe ឲ្យអេដមីនម្នាក់មួយផងបាទដើម្បីបានវីដេអូភាគថ្មីៗបន្តទៀតបាទសូមអរគុណ